គ្រាន់តែបើកបាវីដេអូភ្លាមគឺមើលឃើញផ្លូវក៏ដូចជាទេសភាពសួនផ្កាដំណាំតូចមួយគឺថាអានេះគេហៅផ្កាយគេដែរបងប្អូនស្គាល់ទេបើស្គាល់ជួយ comment ប្រាប់ផងណាទេសភាពនៅកន្លែងដែលខ្ញុំធ្វើការនេះគឺថាស្អាតមែនទែនបងប្អូនគឺប្រៀបបានដូចជានៅលើភ្នំអញ្ចឹងបងប្អូនតែគ្រាន់ថានៅភូមិនេះគឺទួលលើខ្ពស់ហ្នឹងបងប្អូនដល់ពេលយើងថតពីលើទួលលើខ្ពស់នេះទៅគឺឃើញទេសភាពដូចយើងនៅលើភ្នំហើយឃើញព្រៃព្រឹក្សានៅខាងក្រោមវាពិតជាស្រស់ស្អាតមែនទែនហើយខ្ញុំចូលចិត្តបរិយាកាសបែបនេះណាព្រឹកមិញមានភ្លៀងធ្លាក់អញ្ចឹងទៅខ្ញុំក៏បានថតជាវីដេអូចែករំលែកឲ្យពុកម៉ែបងប្អូនមើលពីសភនភាពទេសភាពជុំវិញទីធ្លាសាលារៀនមួយដែលស្ថិតនៅភូមិដាច់ស្រយាលមកល្មមដែរបងប្អូនសាលារៀននេះគឺស្ថិតនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបងប្អូនហើយនេះគឺជារបងសាលានេះគឺប្រកបទៅដោយពោពេញទៅដោយដើមឈើធំមានផ្កាលឿងរាតផ្កានេះគឺថាស្រស់ស្អាតមែនទែនប៉ុន្តែខែប្រាំងអីគឺថាមានដង្កូវបងប្អូនដង្កូវច្រើនណាស់ផ្កាហ្នឹងណាហើយទៅសម្រាប់បងប្អូនណាដែលខ្លាចដង្កូវអីគឺថារៀងភ័យព្រួយដែរបងប្អូនខ្ញុំ voice សំឡេងទៅតែម្ដងហ្មងតែខ្ញុំខ្ជិលកាត់ហ៎ចេះតែនិយាយតែហ្មងទៅបងប្អូនហើយនោះគឺជាខ្លងទ្វារសាលាហើយសាលានេះដែរគឺថានៅជាប់វត្តបងប្អូនហើយទេសភាពអមជុំវិញសាលារៀនមួយក្នុងនេះគឺថាមានចំការវត្តជុំវិញតែម្ដងបងប្អូនមានចំការចន្ទីចំការស្វាយកែវរមៀតចំការដំឡូងហើយនេះគឺថានៅខាងមុខសាលាបងប្អូនឃើញទេសភាពស្រស់ស្អាតអត់បងប្អូនគឺនឹងថតពីលើសាលាដែលខ្ញុំបង្រៀននឹងណាទួលដែលសាលាដែលខ្ញុំបង្រៀននឹងបងប្អូនគឺថាទេសភាពគឺថាស្រស់ស្អាតមែនទែនខ្ញុំចូលចិត្តបរិយាកាសបែបនេះណាបងប្អូនគឺធ្លាប់កាលពីមុននៅកន្លែងមួយអ៊ូអប៉ុន្តែផ្លាស់ប្ដូរមកនៅទីនេះវិញគឺថាស្ងប់ស្ងាត់ត្រជាក់ត្រជុំមែនទែនបងប្អូនពេលខែភ្លៀងសាលារបស់យើងប្រក់ស័ង្កសីក៏វាមានផលរំខានតិចតួចដែរប៉ុន្តែយើងនៅតែព្យាយាមបង្រៀនពួកគាត់ទៅតាមលទ្ធភាពអីដែលយើងធ្វើទៅបានបងប្អូនដើម្បីចែករំលែកចំណេះដឹងដែលយើងមានជូនទៅដល់ក្មេងៗជំនាន់ក្រោយហើយនៅសាលានាងខ្ញុំនេះគឺថាមានដើមឈើធំមែនទែនបងប្អូនពិតជាស្រស់ស្អាតណាខ្ញុំនិយាយហើយនិយាយទៀតខ្ញុំស្រឡាញ់ទេសភាពបែបនេះខ្លាំងណាស់ហើយនេះគឺជាទស្សនវិជ្ជានៅខាងក្រោយសាលារៀនរបស់ខ្ញុំបងប្អូនគឺមានចំការក៏ដូចជាលោកគ្រូនាយកគឺគាត់បានដាំដើមឈើធំមែនទែនបងប្អូនដើមឈើហ្នឹងដើមឈើចាំមើលដល់ពេលវាធំទៅបន្ថំគាត់ថាលើដើមឈើហ្នឹងវាតូចសិនទេច្រឡំវយថាដើមឈើធំហើយនៅក្នុងទីធ្លាសាលាហ្នឹងក៏មានដើមស្វាយកែវរមៀតដែរបងប្អូនកូនសិស្សបេះញ៉ាំអស់ហើយគាត់គប់បេះញ៉ាំណានិយាយទៅជីវិតកុមារភាពពិតជាសប្បាយមែនទែនបងប្អូនមិនថាពេលចេញលេងពួកគាត់រត់លេងសប្បាយពេញនឹងទៅហើយពេលចូលរៀនពួកគាត់ក៏រៀនធម្មតាអញ្ចឹងទៅហើយយើងក៏បានចែករំលែកចំណេះដឹងអ្វីដែលយើងមានទៅកាន់ពួកគាត់ទៅណាហើយនេះគឺថាខ្ញុំស្រឡាញ់ជាងគេគឺទេសភាពមើលពីនឹងទៅមុខសាលានឹងឯងបងប្អូនគឺថាស្រស់ស្អាតមែនទែនមានកូនផ្ទះមួយនៅដូចជាយើងនៅលើភ្នំអញ្ចឹងណាបងប្អូនហើយយើងមើលពីទីទួលខ្ពស់ទៅលើទីទួលក្រោមគឺថាយើងមើលបានឆ្ងាយមែនទែនបងប្អូនហើយនេះគឺផ្លូវដែលនាងខ្ញុំជិះទៅផ្ទះវិញបងប្អូនអានឹងផ្លូវដែលខ្ញុំរៀបរាប់បងប្អូនស្ដាប់ទៅនៅខាងមុខបន្តិចទៀតទៅវាមានបឹងមានអីអញ្ចឹងណាបងប្អូនឈប់ថតឲ្យបងប្អូនមើលមកទីសិននេះគេហៅថាបឹងបងប្អូនអានឹងបឹងឬក៏ស្អីគេអូដឹងគឺមានទំនប់គេអញ្ចឹងណាហើយនៅខាងនេះមកនេះទៀតទេសភាពគឺថាស្អាតមែនទែនតែមិនទឹកឡើងហ្នឹងនិយាយនេះស្អាតណាបងប្អូនខ្ញុំត្រូវការដើររកប្រកអីបងប្អូនស្គាល់ប្រកអត់នោះទៅមុខបន្តិចទៀតនោះនៅតាមកុំអាស័យនោះគឺថាមានប្រកយកមកតាំងផ្ទះអីស្អាតទេខ្ញុំទៅតែផ្លាស់ប្ដូរទីលំនៅមកនៅបាន5ខែកាលពីមុនធ្លាប់តែធ្វើការផ្លូវស្រួលតែឥឡូវគឺថាមកបដូររសជាតិម្ដងជីវិតយើងគឺត្រូវតែផ្លាស់ប្ដូរការងារផ្លាស់ប្ដូរកន្លែងការងារថ្មីនេះឥឡូវគឺថាផ្លូវទៅកន្លែងធ្វើការខ្ញុំគឺបែបហ្នឹងបងប្អូនជិះមើលតែភ្លៀងបន្តិចទៀតល្អខ្លាំងមែនទែនហ្មងខ្ញុំថតឲ្យបងប្អូនមើលនេះផ្លូវអានេះប៉ុណ្ណេះភ្លៀងតិចៗយើងអាចជីកបានជីកដៃមកខាងបានបន្តិចទៀតហ្នឹងគឺថាមិនកើតទេបងប្អូនផ្លូវល្អចំអាយហើយនេះបងប្អូននេះគឺជាការចន្ទីគេណាបងប្អូននៅស្រុកគេអីដែលមានស្វាយចន្ទីភាសានៅ
đấy cứ tha miên chở na bà ta nhom sơi hiền bên nhắm đấy bỏ kèm chắc thì dừng bé đấy lại cái thai dừng lưu ở chắc để đi chấm tì sạc bạc vía cho chụp bừng vỡ cứ thắt ngang cái tè bà ta hiền bên nhắm tè đi mũi làm chắc cái tháo thì phí cứ lại bò để sạc cái bánh thằng nằm ở lại can này chẳng á này lư cho này đây đâu chụp đâu thì nhom mà rất là đây chia không ấy nênបងប្អូនអាហ្នឹងគឺជាផ្លូវមិនផ្លូវមកអាហ្នឹងផ្លូវតាមធ្វើការប៉ុន្តែតពេលផ្លូវបានខ្ញុំជិះមកអានេះទៅវិញគឺផ្លូវទៅផ្ទះរបស់ខ្ញុំម្នាក់គឺថាមានអីគេសសនេះមានដើមពោមានដើមអីបងប្អូននេះកន្លែងលោកណានេះចកាចន្ទីនេះអ្នកខាងនេះគឺគេភាគច្រើនគេដាំចន្ទីបងប្អូនគេដាំច្រើនណាអ្នកខ្លះគេរកលុយបានណាមួយឆ្នាំមកដូចខ្ញុំអីក្រត់មកធ្វើការអីមិនស្មើនឹងអ្នកចំការទេបងប្អូនមួយឆ្នាំក៏រកលុយបានច្រើន ពេលថ្ងៃកដេខ្ញុំទៅស៊ីឈ្មោះនៅស្វាយចន្ទីអីពួកគាត់ដែរណានេះផ្លូវទៅទៅចាំទៅដល់ទីខ្ញុំថតឲ្យមើលទៀតសិននេះគឺតាមភូមិហើយបងប្អូនដល់ភូមិហើយភូមិដែលខ្ញុំរស់នៅណានឹងឃើញផ្ទះគេមួយតែផ្ទះខ្ញុំនៅកណ្ដាលភូមិមកយើងជួលផ្ទះគេនៅអីអញ្ចឹងណាបងប្អូនដោយសារតែយើងបដូរការងារមកនៅតំបន់ដីសង្កាហើយបងប្អូនប្រកាសជាឃើញថាខ្ញុំធ្វើការងារអីព្រោះអីក្នុងវីដេអូគឺខ្ញុំនឹងបង្ហាញជូនបងប្អូនតែម្ដងតែកុំប្រកែកប្រកាន់ណាបងប្អូនដោយសារឥឡូវមានពេលទេចង់ខ្លាចជា YouTuber ប៉ុន្តែមានពេលថតវីដេអូ